គណៈខ្ញុំកាលណាសូមឱកាសពីលោកចាស់ក៏ដូចជាក្រុមសិក្សាដើម្បីបានចូលរួមធ្វើនៅសេចក្តីអត្ថាធិប្បាយជុំវិញសំណួរហើយសំណួរនេះចាត់ជាប្រភេទសំណួរដែលប៉ះពាល់ដល់ព្រះធម៌ប៉ះពាល់ដល់ព្រះធម្មរតនៈជាសំណួរដែលយើងត្រូវកម្ចាត់ឬក៏ជំរះដោះស្រាយឲ្យបានស្អាតដែរពីព្រោះថាសំណួរនេះបើបណ្ដោយឲ្យផ្សព្វផ្សាយទៅវាធ្វើឲ្យខាតបង់ដល់ពុទ្ធបរិស័ទដែលមានឧបនិស្ស័យក្នុងការសិក្សារៀនសូត្រជាពិសេសគឺសមណៈព្រះសង្ឃដែលលោកត្រូវទ្រទ្រង់ព្រះសទ្ធធម៌របស់ព្រះសម្មាសម្ពុទ្ធហ្នឹងលែងបានទ្រទ្រង់ទៅដោយសារតែខ្លាចឈួតព្រោះរៀនអភិធម្មហ្នឹងអញ្ចឹងបញ្ហាដែលលើកឡើងថាកុំរៀនអភិធម្មប្រយ័ត្នឈួតនេះធ្ងន់ណាស់ណានៅក្នុងធម៌លោកសម្ដែងពីឈួត8យ៉ាងមែនទេហើយក្នុងរឿងឈួត8យ៉ាងនោះអត់មានឈួតព្រោះរៀនអភិធម្មទេឈួតទី1គឺមោហមត្តកោឈួតព្រោះមោហៈហ្នឹងគឺឈួតព្រោះវង្វេងដោយអំណាចនៃមោហៈហើយឈួតទី2គឺកោតធម្មត្តកោឈួតព្រោះក្រោតឈួតរហូតដល់ធ្វើអនន្តរិយកម្មមកពីសេចក្តីក្រោតហើយឈួតទី3គឺកាមមត្តកោឈួតព្រោះកាម3បាត់ហើយមានន័យថាសត្វតែកិលេសមោហៈហ្នឹងជាកិលេសហើយក្រោតទោសៈហ្នឹងក៏ជាកិលេសកាមមត្តកោឈួតព្រោះកាមហ្នឹងក៏កិលេសគឺតណ្ហាឈួតនៅត្រង់ថាម៉េចគឺចិត្តដែលប្រកបដោយកាមហ្នឹងប្រកបដោយកិលេសប្រកបដោយតណ្ហាហ្នឹងវាវិបលាសគេថាឈួតហ្នឹងបានន័យថាវាវិបលាសវាផ្លាត់ចាកការពិតវត្ថុឬក៏អារម្មណ៍ដែលមិនទៀងសោះហ្នឹងក៏ឈួតយល់ខុសថាវាទៀងរបស់ជាទុកសោះហ្នឹងយល់ខុសថាជាសុខរបស់ដែលមិនស្អាតបដិគោលសោះហ្នឹងយល់ថាសោភណៈយល់ថាស្អាតវត្ថុសំដៅទៅលើខន្ធធាតុអាយតនៈហ្នឹងដែលជាអនត្តាសោះហ្នឹងយល់ឃើញថាអត្តាតួខ្លួនសត្វបុគ្គលអាហ្នឹងឯងហៅថាឈួតនៅក្នុងព្រះអរិយវិន័យហើយឈួតព្រោះទិដ្ឋិទិដ្ឋមត្តកោអូច្រើនណាស់ឈួតព្រោះទិដ្ឋិនេះទិដ្ឋិយល់ខុសដោយប្រការផ្សេងទិដ្ឋិ62នោះព្រះអង្គទ្រង់សម្ដែងអញ្ចឹងឈួត4ហ្នឹងយើងឃើញកិលេសទាំងអស់កាមមត្តកោមោហមត្តកោកោធម្មត្តកោទិដ្ឋមមត្តកោហើយឈួតព្រោះសុរាក៏មានដែរសុរមត្តកោឈួតព្រោះផឹកសុរាទឹកបដូរនិស័យដុតផ្ទះខ្លួនឯងមែនទេដុតផ្ទះខ្លួនឯងវាយពីងជេរលោកហ្នឹងមិនឈួតទេអញឈួតព្រោះសុរាហើយឈួតមួយទៀតគឺឈួតព្រោះវិនាសសត្វនិងសង្ខារភយសនមមត្តកោដោយបដាចារឃើញទេអានឹងភយសនមមត្តកោហើយសេដ្ឋីក្នុងโลกនេះដែលឈួតព្រោះវិនាសទ្រព្យសម្បត្តិគេបោកអីហ្នឹងឈួតអាហ្នឹងវិនាសទ្រព្យសម្បត្តិភយសនមមត្តកោវិនាសញាតវិនាសទ្រព្យសម្បត្តិហ្នឹងគឺទប់អត់បានណាទទួលយកអត់បានណាឈួតហើយក៏វាមានឈួតដោយលំចាស់លើកឡើងអញ្ចឹងឈួតព្រោះខ្មោចព្រោះយៈព្រោះអមនុស្សចូលដែរឈួតយៈខមមត្តកោនេះគឺអមនុស្សយៈចូលនៅក្នុងវិន័យជាអនាប័តសម្រាប់ភិក្ខុដែលខ្មោចចូលឈួតព្រោះលោកទៅផ្សារទៅកន្លែងគេលក់សាច់ហ្នឹងទាញសាច់ឆៅមកបរិភោគអានេះសកម្មភាពរបស់ខ្មោចតាអញ្ចឹងលោកមិនត្រូវអាបត្តិទេកាលណាអមនុស្សចូលហ្នឹងឈួតអញ្ចឹងណាចាហើយឈួតមួយទៀតហ្នឹងគឺប្រមាថកម្រើកហ្នឹងបិទតុមមត្តកោឈួតព្រោះប្រមាថកម្រើកគ្រប់8ហ្នឹងវាថាជាគ្រប់ហើយឃើញទេអញ្ចឹងប្រមាថកម្រើកដូចយើងឃើញឈួតពាក់កំប៉ុងពាក់អីហ្នឹងថាហ្នឹងហើយមែនទេដើរស្រាតពេញតែទឹកពេញតែដីហ្នឹងឯងឈួតអញ្ចឹងឈួតដោយអំណាចនៃកិលេសហើយរូបកាលណាវាវិបលាសវាប្រែប្រួលទៅហើយវាពាក់ព័ន្ធនឹងកម្មផងអញ្ចឹងណាអញ្ចឹងវានាំឲ្យឈួតហើយដោយវាពាក់ព័ន្ធជាមួយសរសៃប្រសាទហ្នឹងគឺរូបអញ្ចឹងរូបដោយសរសៃប្រសាទហ្នឹងខ្សោយហើយសរសៃប្រសាទខ្សោយហ្នឹងក៏វាមិនមែនឯងដែរមែនទេវាអាចជាផលនៃកម្មផលនៃកម្មឯណានេះមួយដូចនៅក្នុងទោសសុរា6យ៉ាងហ្នឹងហើយក្នុងទោសសុរា6យ៉ាងលោកថាអនាគតជាតិទៅគឺអាចជាមនុស្សឈួតប្រភេទហ្នឹងឈួត
ឃើញទេឈួតហ្នឹងវាសេះសល់ផលកម្មនៃផឹកស្រាហ្នឹងហើយបច្ចុប្បន្នហ្នឹងវាសរសៃវាអត់ស្រួលវាអត់ល្អវាខូចចិត្តអីខ្សែផ្សំផងទៅវាឈួតចឹងទៅហ្នឹងហើយយើងទៅយកថារៀនប៉ាដេម៉ោកទិញប៉ាដេម៉ោកទៅបែកកម្មដ្ឋានទៅឈួតទៅអ្នកឈួតមកកណោមបានទិញប៉ាដេម៉ោកផងហើយណាម្នាក់ទៅគប់ជួនទៅរៀនអភិធម្មទៅធ្លាប់បួសធ្វើគ្រូសូត្រទៅហើយក៏ធ្លាប់រៀនអភិធម្មចេះអភិធម្មទៅឈួតទៅថាមកពីរៀនអភិធម្មការដែលលើកឡើងអញ្ចឹងគឺមិនត្រូវទេអញ្ចឹងតើយើងផ្ទៀងផ្ទាត់ហេតុនិងផលដែរដូចនៅក្នុងស្រុកក្នុងប្រទេសយើងឃើញរឿងខ្លះវាគប់ជួនដូចយាយតាកំណាញ់ខ្លះអញ្ចឹងគាត់បង្កើតរឿងកុហកហ្មងកុហកកូនចៅគាត់ដោយរឿងធ្វើកឋិនអញ្ចឹងធម្មតាធ្វើកឋិនត្រូវចំណាយលុយច្រើនហើយពួកវាទៅរៀបការថ្មីអញ្ចឹងធ្វើកឋិនទៅអស់លុយសន្សំហើយឃើញទេអញ្ចឹងទៅគាត់ថាកឋិននេះគឺថាអត់ទាន់មានបន្លងមិនអាចធ្វើបានទេគាត់ថាអញ្ចឹងណាដើម្បីបន្លាចកូនហ្នឹងឲ្យកូននឹងទុកលុយទុកកាក់ទៅវាខ្លាចធ្វើបន់អស់គាត់កំណាញ់ណាហើយគាត់ជួននាងណាហ្នឹងមកពីកឋិនហើយគាត់ខ្យល់ចាប់ខ្យល់កអីចឹងគាំងបេះដូងអីទៅស្លាប់ទៅបានអានឹងលើកឧទាហរណ៍បដ ாய் ឃើញអត់ឃើញម្នាក់ឈ្មោះស៊ីណាតនោះអត់មកពីកឋិនគេអញថាហើយថាក្មេងកុំឲ្យធ្វើកឋិនលើកអានឹងឧទាហរណ៍ដដែលហ្នឹងយកមកទៅធ្វើឲ្យមនុស្សខាត់ធ្វើអំពើល្អហើយបើយើងមើលសាមណេរទូចត្រួតត្រងចៃវរហ្នឹងឈួតអស់ហើយអាយុខ្លីអស់ណាមែនទេថាគាត់កុហកថាម៉េចថាកាលណាឆាប់ធ្វើកឋិនទៅវាអាយុខ្លីមែនទេចាអាយុខ្លីរស់នៅមិនបានយូរទេឃើញស្លាប់អញ្ចឹងយើងមើលព្រះអរិយបុគ្គលបច្ចុប្បន្ន7ខួបអីលោកត្រួតត្រងចៃវរមកយុទ្ធមួយជីវិតរបស់លោកនំចាស់ខ្លះបច្ចុប្បន្ន120វស្សាផងហើយឥឡូវយើងថាមកពីធ្វើកឋិនត្រូជាត្រង់ទូលចៃវរអីហ្នឹងអត់ទេវាអត់ត្រឹមត្រូវអញ្ចឹងខ្ញុំកណាក៏ចូលរួមសេចក្តីប៉ុណ្ណឹងនៅត្រង់ថារឿងឈួតនេះវាមានហេតុនៃការឈួតរបស់វាហើយដូចឈួតព្រោះកិលេសហ្នឹងក៏ដល់ពេលវាឈួតច្រើនពេកចឹងទៅធម្មតាឃើញទេដូចកាមមត្តកោឈួតពេញទេវតាចឹងទៅមានណាថាឈួតរបស់យើងទាំងអស់គ្នាហ្នឹងមិនចឹងហើយឈួតកោតធំមត្តកោហ្នឹងបើវាខឹងពេញតែប្រទេសធ្វើសង្គ្រាមពេញប្រទេសខឹងទាំងអស់គ្នាអញ្ចឹងយើងថាណាឈួតណាជាបើវាឈួតទាំងអស់គ្នាអញ្ចឹងហ្នឹងហើយបើវង្វេងសច្ចធម៌ទាំងអស់គ្នាទៅហើយហ្នឹងវាពេញទាំងអស់ហើយអត់ទទួលស្គាល់ថាហ្នឹងឈួតផងទេដោយថាគេស្រាតទាំងអស់ហើយយើងស្លៀកខោតែឯងយ៉ាប់វិញមែនទេយ៉ាងណារបៀបអញ្ចឹងហើយយើងមើលឈួតព្រោះកិលេសនេះគឺបទជនទាំងអស់ហ្នឹងឯងឈួតមែនអត់បទជនទាំងអស់អត់មានបទជនណាជាទេសត្វចឹងហើយបាននៅក្នុងឧបមាបរតនត្រ័យហ្នឹងព្រះពុទ្ធប្រៀបដូចជាមហាពេទ្យហ្នឹងព្រះអង្គជាគ្រូពេទ្យធំមហាហ្នឹងធំហ្នឹងមែនទេព្យាបាលមនុស្សលោកទេវលោកព្រហ្មលោកហើយប្រធមរបស់ព្រះអង្គជាឱសថហើយធម៌របស់ព្រះអង្គហ្នឹងគឺបរិយត្តិធម៌ដែលយើងបប្រតិបត្តិទៅសិក្សាទៅបប្រតិបត្តិទៅនៅក្នុងសិលសមាធិបញ្ញាហើយសិលសមាធិបញ្ញាមិនជាថ្នាំឈួតមែនអត់ឃើញទេសិលសមាធិបញ្ញាហ្នឹងថ្នាំឱសថសិលលះបងអីទោសៈមិនកោតធម្មតកោដាក់ពចទៅមិនស្វាងមែនទោសៈនាំឲ្យសម្លាប់សត្វនេះសត្វគេកាន់សិលទៅអត់សម្លាប់មែនចាឃើញវាត្រូវហើយសមាធិហ្នឹងលះរាគៈបកាច់បកិនណាលោភៈហ្នឹងក្តៅភ្លើងក្តៅនៅអត់សុកចាបរិជាក៏ដោយនៅអត់សុកទេអញ្ចឹងរាគៈហ្នឹងភ្លើងរាគៈវាដុតវាឆេះហ្នឹងឈួតប៉ុន្តែដាក់សមាធិទៅលោកចាស់សុកស្ងប់សុកណាស់ណលោកគង់នៅក្រោមដើមឈើអីលោកថាសុកណាស់ណឆ្នាំឈួតណាអលោភៈអតោសៈបញ្ញានេះឆ្នាំព្យាបាលរោគឈួតហ្នឹងហើយសិលសមាធិបញ្ញាហ្នឹងព្រះអង្គជាមហាពេទ្យព្រះអង្គព្យាបាលហើយបញ្ញាជាឆ្នាំពិសេសសិលសមាធិបញ្ញាបានមកពីណាបានមកពីរៀនអភិធម្មហ្នឹង
មែនរៀនអភិធម្មរៀនពីអីរៀនបរមត្តធម៌រៀនធម្មជាតិរៀនចិត្តចេតសិករូបរៀនហ្នឹងដើម្បីបានអីបញ្ញាហើយបញ្ញាលះអីលះមោហៈហើយមោហៈហ្នឹងគឺមេកិលេសកិលេសស័យសៈកិលេសស័យសៈហ្នឹងគឺមោហៈហ្នឹងហើយបញ្ញាហ្នឹងគឺជាអាវុធពិសេសបានមកពីព្រះអង្គបើព្រះអង្គអត់ត្រាស់ដឹងទេយើងអត់បានទេអាវុធនេះខ្លាំងជាងអាវុធព្រះអិនទៀតព្រោះអាវុធព្រះអិនវជរាវុធអីมันអាចទៅធ្វើអីកិលេសបានទេបើថាបោះទៅក្នុងសមុទ្ររីងទៅសមុទ្រហ្នឹងវាមានទៅរីងលោភៈទោសៈមោហៈអីឃើញទេបោះទៅលើភ្នំខ្ទេចភ្នំវាខ្ទេចតែភ្នំតាលោភៈទោសៈមោហៈមានខ្ទេចអីប៉ុន្តែសិលសមាធិបញ្ញានេះហាមចាសាមណេរបជន7ខួបបានសិលសមាធិបញ្ញានេះកំចាត់កិលេសលោកជាឈួតបជន7ខួបហើយយើង100ឆ្នាំក៏ដោយបានដែរលោភៈទោសៈមោហៈនៅតែឈួតហ្នឹងបទជនទាំងអស់ហ្នឹងណានាជាមួយអត់តន់ជាទេគឺនៅឈួតអញ្ចឹងព្រះសោតាលោកព្យាបាលជាបានមួយចំនួនអត់តន់ជាដាច់ទេព្រះសោតាមែនអត់ចាលោកលះបង់កិលេសមួយចំនួនចាត់ជាបុតព្រះអង្គអញ្ចឹងបានព្រះអង្គមិនតន់ហៅបទជនបុតទេណាតន់ហៅបុតទេណាព្រះអង្គហៅបុតតថាគតហ្នឹងគឺព្រះអរិយបុគ្គលណោបុតតថាគតហ្នឹងយើងនឹងស្អីវានៅខូចនៅឡើយស្អីគេធေါ်ខូចទឹកថេនឹងធေါ်ខូចណាស់តន់លះបង់ទេព្រះសកទាលោកម្ចាស់ហើយគ្រាន់តែរីងស្ងួតកិលេសបដើព្រះអនាគារីងអស់ច្រើនស្ងួតអស់ច្រើនចិត្តជាព្រះអនាគាព្រះអរហន្តនឹងជាដាច់ហើយជាដាច់ឈួតហ្នឹងឯងអត់ទេព្រះអរហន្តលោកជាដាច់គឺកាមមត្តកោហេកោធុមត្តកោមោហមត្តកោទិដ្ឋមត្តកោគឺលោកជាដាច់ឈួតទាំងអស់ហ្នឹងគឺណាអញ្ចឹងខ្ញុំកណាចូលរួមប៉ុណ្ណឹងចំពោះរឿងរឿងពាក្យបន្លាចក្នុងលោកនេះអាហ្នឹងយើងបដ ாய் ឲ្យវាផ្សព្វផ្សាយទៅអត់បានទេអាហ្នឹងមែនទេផ្សព្វផ្សាយទៅបានអញ្ចឹងយើងត្រូវបញ្ញាប់វាយបហាកំចាត់ពាក្យហ្នឹងគឺអត់អាចថារៀនអភិធម្មនឹងឈួតទេអភិធម្មគឺឆ្នាំវិញទៅតើអញ្ចឹងអ្នកដែលឈួតទេដែលថាឆ្នាំនឹងឈួតអ្នកឈួតទៅវាថាឆ្នាំនឹងឈួតដោយសារវាខ្ជិលវាអត់បានទេបើឆ្នាំហ្នឹងបានវាឈួតហ្នឹងវាហ្នឹងគឺស្អីគេអាហ្នឹងគឺយើងប្រើសម្រាប់ហៅទៅលើសភាវៈអាក្រក់គឺកិលេសហ្នឹងវាមិនដែលគ្រប់ត្រូលអីធរទេកិលេសហ្នឹងណាចាអញ្ចឹងខ្ញុំមិនអាចចូលរួមប៉ុណ្ណឹងខ្វះខាតសូមចាស់ជាស្រ័យសូមអនុមោទនាអញ្ចឹងប៉ុណ្ណឹងយើងផ្អាកប៉ុណ្ណឹងសិនចាស់មក